បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមិនចាអារម្មណ៍មិនឃើញយ៉ាងនេះហើយគឺជាកង្កែបរបស់ខ្ញុំណាបងគឺជាកង្កែបយើងចិញ្ចឹមនៅដីហ្នឹងបងប្អូនយើងចិញ្ចឹមនៅលក្ខណៈនៅដីបងប្អូនអញ្ចឹងវាយើងដាំដូចជាដើមឈើដើមបន្លែអីដាំក្នុងទៅហើយទុកគាត់ទៅវាជ្រកម្លប់ហើយឃើញថាយើងដាក់ចិញ្ចឹមនៅដីអញ្ចឹងគេថាវាលូតលាស់ល្អល្អអញ្ចឹងបងប្អូនកង្កែបអញ្ចឹងយើងឃើញតែព្រៃអញ្ចឹងកាលណាយើងវែកទៅនេះបងប្អូនយើងវែកទៅសិតតែកង្កែបអញ្ចឹងវាមករកកន្លែងម្លប់ពេលថ្ងៃអញ្ចឹងវាមករកកន្លែងម្លប់ខ្លះវានៅជួតាមព្រៃតាមអីអញ្ចឹងខ្លះវានៅទឹកជាងទៅបងប្អូនអញ្ចឹងអានេះកន្លែងនេះខ្ញុំរៀបទឹកខ្ញុំរៀបជាអាងវិញខ្ញុំរៀបជាធ្វើជាសំងតែបើបងប្អូនយើងចង់ធ្វើយើងដាក់កស៊ូសយើងហ្នឹងហៅថាតង់សយើងដាក់ក៏បានដែរយើងជីកលុកទៅយើងដាក់ទឹកប្រហែលប៉ុណ្នេះអានេះទឹកខ្ញុំដាក់វែងវានេះ1ម៉ែត្រហើយទៅនោះវា2ម៉ែត្រអញ្ចឹង1ម៉ែត្រគុណនឹង2ម៉ែត្រអញ្ចឹងហើយនេះចំណីខ្ញុំដាក់លើបាវអញ្ចឹងទៅយើងបាច់លើបាវខ្លះបាច់ក្នុងទឹកខ្លះវាឡើងស៊ីលើបាវខ្លះស៊ីក្នុងទឹកអញ្ចឹងគឺថាកង្កែបយើងដាក់អញ្ចឹងឃើញថាវាសុខភាពល្អហើយវាអត់សូវមានជំងឺទេអត់ដូចយើងចិញ្ចឹមនៅក្នុងតង់នៅក្នុងអាងលក្ខណៈវាផ្សេងគ្នាអញ្ចឹងវាមួយយ៉ាងម្នាក់អញ្ចឹងបងប្អូននេះវាមករកកន្លែងមានទឹកយ៉ាងសើមអញ្ចឹងដោយសារកន្លែងនេះវាអាងវាជ្រាបទឹកវាជ្រាបយើងបោកបានតែម្ខាងបើបានខាងក្នុងអញ្ចឹងខាងក្រៅវាបានបោកទៅវាអាចនឹងជ្រាបតិចតែបើយើងជ្រាបទៅវាអត់អីទេបងប្អូនជ្រាបតិចឯងវាអស់ទឹកទេតែយើងបានល្អតែអីវានេះឃើញកង្កែបយើងវាមកនៅកន្លែងវាមិននៅកន្លែងទឹកអញ្ចឹងវាត្រជាក់ថ្ងៃឡើងហើយបើបងប្អូនចង់ចិញ្ចឹមស្រួលចិញ្ចឹមនៅដីលក្ខណៈដីបើធំយើងដាក់1000 កូន 2000 កូនអត់ពិបាកទេបងប្អូនយើងធ្វើទីធ្លាវាធំនេះទៅហើយយើងដាក់យប់ឡើងយើងដាក់បំពូលសត្វល្អិតហ្នឹងបងប្អូនដាក់បំពូលសត្វល្អិតអញ្ចឹងល្ងាចយប់ឡើងទៅវាស្ដាររស់ស៊ីតាមបានសត្វល្អិតសត្វអីចឹងហើយយើងដាក់នៅដីហ្នឹងវាសុខភាពល្អបងប្អូនអញ្ចឹងយើងងាកមកកន្លែងនេះវិញកន្លែងនេះយើងដាក់ជាប្រូយើងពីដំបូងវាអត់ទាន់មានអាលប៉ូអីនេះវាយើងដាក់នេះឲ្យវាគ្រាន់តែច្រកហ្នឹងបងប្អូននេះអញ្ចឹងយើងដាក់អញ្ចឹងឲ្យវាមានកន្លែងម្លប់មានកន្លែងក្តៅអញ្ចឹងបងខ្លះវាទៅរកកន្លែងម្លប់អញ្ចឹងខ្លះវាទៅកន្លែងក្តៅអញ្ចឹងវាតាមណងមនោចិត្តវាបងប្អូនអញ្ចឹងយើងមិនថាអញ្ចឹងបើសិនជាយើងត្រូវដាក់កូន2000ឬមួយ1000កូនបើខ្ញុំរៀបខមមិនថាដាក់អានេះដាក់នៅដីកែបលូតលាស់បានល្អលឿនហើយទី2វាឈ្នះជំងឺច្រើនជាងអត់ដូចយើងនៅតង់ណានៅតង់យើងអាចនឹងដូរទឹកមួយថ្ងៃម្ដងឬមួយក៏2ដងយើងចិញ្ចឹមនៅតង់បើយើងចិញ្ចឹមនៅដីចាស់យើងអាចទុកបានដល់3 ដល់ 4ថ្ងៃបើយើងអាចទុកដីទុកអានេះអាកន្លែងទឹកហ្នឹងធំយើងអាចទុកឈានដល់មួយអាទិត្យអីទៅក៏យើងមើលតាមថនភាពទឹកបងប្អូនអញ្ចឹងខ្ញុំរៀបខមមិនថាយើងចិញ្ចឹមចេះវាសុខភាពល្អច្រើនហើយក៏វាលូតលាស់ក៏បានលឿនហើយកង្កែបនេះបងប្អូនអានេះសិតតា4 5 1គីឡូបងប្អូនណាស្រាប់4 5 1គីឡូនេះវាធំណាអញ្ចឹងកង្កែបនេះខ្ញុំទុកធ្វើជាមេពូជអញ្ចឹងណាមេពូជឆ្នាំក្រោយអញ្ចឹងយើងទុកចាស់វាល្អហើយចាំចិត្តដល់រដូវឆ្នាំក្រោយយើងចាំចាប់វាយកទៅដាក់នៅក្នុងអាងឬមួយដាក់នៅកន្លែងដែលយើងចង់ដាក់បងប្អូនយើងទៅបំពន់វាទៅឲ្យវាមានពងឲ្យវាមានពងល្អអញ្ចឹងបងប្អូនតែបើថាយើងទុកចាស់យើងទុកសិនទៅចាប់ដើមធ្លាក់ចូលខែ12អីខ្ញុំអាចនឹងចាប់ចូលក្នុងអាងរបស់ខ្ញុំអាងដែលយើងស្តុកវាទុកយើងថែទាំវាតែដូចចេះបើយើងទុកចេះវាសុខភាពល្អហើយវាងាយស្រួលហើយយើងអត់ទៅនៅហត់ថែវាទេអញ្ចឹងដូចហ្នឹងបងប្អូនសម្រាប់បងប្អូនចង់ចិញ្ចឹមកង្កែប
បងប្អូនត្រូវការកូនឬមួយក៏មេបាបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងដាក់លេខទូរស័ព្ទនៅលើ caption ហើយបងប្អូនគិតថាវីដេអូមួយនេះវាល្អបងប្អូនជួយចុច subscribe ម្នាក់មួយ like ម្នាក់មួយបងប្អូនឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបងប្អូនវីដេអូនេះខ្ញុំអរគុណច្រើនមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាចង់តាមដានវីដេអូរបស់ខ្ញុំចុច subscribe ម្នាក់មួយទៅកាលណាខ្ញុំផុសវីដេអូទៅបងប្អូនអាចឃើញមុនគេ